គ្នាបាទមានបងប្រុសម្នាក់ក៏បានខមមិនសួរប្រភេទ Mavic Pro Copy នេះក៏សួរថាប្រភេទនេះកាមេរ៉ាវាច្បាស់អត់បានហ្នឹងម៉ាត់ឥឡូវខ្ញុំឲ្យបងប្អូនទាំងគ្នាមកមើលពីកាមេរ៉ាវាហ្មងបាទហើយមកមើលកាមេរ៉ានេះដូចរបៀបបងប្អូនទាំងគ្នាពីរបៀបភ្ជាប់ចឹងបងប្អូនទាំងគ្នាបាទបងប្អូនជំនាញដំបូងបងប្អូនត្រូវមាន app នេះបងប្អូនឈ្មោះ Wi-Fi Cam នេះបងប្អូនត្រូវមាន app ហ្នឹងមកបងប្អូនឈ្មោះ sorry បងប្អូនត្រូវមានឈ្មោះ app Wi-Fi Cam ហើយបងប្អូនចូលមកកាន់ setting Wi-Fi មកចូលមកកាន់ setting Wi-Fi បងប្អូនចុចកន្លែង Wi-Fi នេះចូលកន្លែង Wi-Fi ហើយបងប្អូនរកឈ្មោះ Wi-Fi អត់ឆ្លោះផ្លេចបើកដ្រូនចុចបើកដ្រូនចុះមកនេះបងប្អូនវាដែរដល់មកបងប្អូនរកឈ្មោះ Wi-Fi ដ្រូនចាំវាមិនតិចហើយវា connect គ្នាឥឡូវយើងរកឈ្មោះ Wi-Fi ឃើញបងប្អូនឈ្មោះ Wi-Fi AK បងប្អូននេះពេលនេះបងប្អូនចុចលើវាជាប់មកបងប្អូនចុចវាហើយវា connect គ្នាបងប្អូនពេលវា connect គ្នាហើយវា load រូបអត់ load អីបងប្អូនមិនខ្វល់បងប្អូនចេញមកវិញមកបងប្អូនចេញមកក្រោយវិញអស់មកថយមកក្រោយអស់បងប្អូនចូលមកកាន់ app Wi-Fi Cam នេះមកចាំតិចបងប្អូនវាដែរចូលមកកាន់ Wi-Fi Cam បងប្អូនគេវាចេញរូបភាពបាត់ហើយបងប្អូននេះសម្រាប់ app វានេះបងប្អូននេះកម្រិតកាមេរ៉ាវាបានប៉ុណ្ណឹងបងប្អូនដែរមិនដែរប៉ុណ្ណឹងតម្លៃវាសមរម្យមែនតើបងប្អូនតម្លៃសំតែ$25បងប្អូននេះកម្រិតកាមេរ៉ាវាបងប្អូនគ្នាត្រូវការទៅតមក20មកបាទអរគុណច្រើនបាយបាយ